បញ្ចូលម្ហូបពីរមុខដែលខ្ញុំចូលចិត្តទៅជាម្ហូបមួយមុខថ្ងៃហ្នឹងយើងមកធ្វើឆាកណ្ដៅម្រាបទៅសាច់ជ្រូក3ជាន់បំពងជាដំបូងគឺការជាស្បែកសាច់ជ្រូក3ជាន់របស់យើងចេញហើយហាន់ជាដុំតូចៗល្មមជំហានបន្ទាប់ខ្ញុំមកធ្វើការលាយម្សៅដើម្បីបំពងខ្ញុំមានម្សៅមី2ស្លាបព្រាបាយម្សៅអង្ករ2ស្លាបព្រាបាយហើយដាក់អំបិលបន្តិចបន្ទាប់មកធ្វើការកូរឲ្យសព្វជាមុនសិនចាំដាក់សាច់ជ្រូក3ជាន់យើងចូលហើយធ្វើការប្រឡាក់សាច់ជ្រូក3ជាន់របស់យើងជាមួយនឹងម្សៅឲ្យសព្វចូលគ្នាល្អអញ្ចឹងចំពោះការបំពងសាច់ជ្រូក3ជាន់របស់យើងគឺយើងបំពង2ដងបំពងលើកទី1គឺបំពងលើភ្លើងតូចល្មមចំណាយពេល22នាទីគឺជ្រូករបស់យើងគឺឆ្អិនហើយពេលឆ្អិនស្រង់ឡើងទុកឲ្យវាត្រជាក់ចាំយើងបំពងលើកទី2ចឹងម្ដងពេលសាច់ជ្រូករបស់យើងចូលត្រជាក់យើងមកលាយសសខ្ញុំមានទឹកត្រីហើយទឹកប្រេងខ្យង1ស្លាបព្រាបាយស្ករស2ស្លាបព្រាកាហ្វេនិងទឹកស្អ៊ឺ2ស្លាបព្រាកាហ្វេនិងទឹកឆ្អិន2ស្លាបព្រាបាយរួចកូរឲ្យសព្វហើយទុកមួយឡែកចំពោះការបំពងលើកទី2គឺបើកភ្លើងរដូវខ្លាំងចាំប្រេងឲ្យក្តៅខ្លាំងចាំដាក់ជ្រូក3ជាន់យើងចូលបំពងដោយសារជ្រូក3ជាន់របស់យើងហ្នឹងគឺបំពងលើកទី1ឆ្អិនហើយអញ្ចឹងមើលតែពណ៌ទៅក្រៀមហើយគឺស្រង់ចេញចាក់ខ្លាញ់ចូលធ្វើការលីងខ្ទឹមហើយនឹងម្ទេសដែលបានបុកម៉ត់ខ្ញុំប្រើខ្ទឹមស5មើមហើយនឹងម្ទេស2គ្រាប់លីងឲ្យឡើងក្លិនឈ្ងុយចាំដាក់ខ្ទឹមម្យ៉ាងចូលចំពោះខ្ទឹមម្យ៉ាងដាក់ក៏បានអត់ក៏បានខ្ញុំប្រើមួយចំហៀងធ្វើការលីងហើយជា30វិនាទីចាំដាក់សសយើងចូលនៅពេលសសរបស់យើងពុះចាំដាក់សាច់ជ្រូក3ជាន់បំពងចូលធ្វើការឆាត្រឡប់ទៅមកជ្រូក3ជាន់ហើយនឹងសសរបស់យើងចូលគ្នាបិទភ្លើងរួចដាក់ម្រះព្រៅចូលហើយចំពោះម្រះព្រៅខ្ញុំប្រើប្រហែលជា2ក្តាប់អញ្ចឹងឆាក្តៅម្រះព្រៅជ្រូក3ជាន់បំពងរបស់ខ្ញុំគឺរួចរាល់ហើយ